ជំរាបសួរលោកអ្នកទាំងអស់គ្នាជាទីគោរពខ្ញុំលោកគ្រូមហាជុំខ្ញុំនឹងមកទូទាយនៅរាសីនិងហុងស៊ុយសម្រាប់ថ្ងៃសុក្រទី17ខែកក្កដាឆ្នាំ2026ជូនដល់លោកអ្នកដែលបានឃើញនៅវីដេអូនេះលោកអ្នកខមមិនលេខសំណាងគឺលេខ435ហើយលោកអ្នក share នៅវីដេអូដាក់លេខ435លេខនេះគឺជាលេខនាំលៀបនាំសំណាងសម្រាប់ថ្ងៃសុក្រទី17ខែកក្កដាឆ្នាំ2026លោកអ្នកដែលកើតឆ្នាំចំនួន3រាសីឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃសុក្រទី17នេះកិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរតូចធំទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំទាំង3នេះរួមមានឆ្នាំរកាឆ្នាំវកនិងឆ្នាំជូតរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតកិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរតូចធំទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតឆ្នាំទាំង3ដាក់ចុះដោះឡើងរកស៊ីមានបានកកបរីកចម្រើនគ្រប់ទម្រង់ការធ្វើដំណើរទៅទីជិតទីឆ្ងាយក៏មានភាពល្អប្រសើរសុវត្ថិភាពសេចក្តីស្នេហាមានសុភមង្គលក្នុងក្រុមគ្រួសារចំណែកឯសុខភាពល្អផ្លូវចិត្តផ្លូវអារម្មណ៍ក៏ល្អដែរដូច្នេះលោកអ្នកដែលកើតឆ្នាំរកាវកជូតសូមលោកអ្នកខមមិននៅលេខសំណាងលេខ435ចំណែកពណ៌សំណាងលោកអ្នកពណ៌ប្រផេះទិសល្អរបស់អស់លោកអ្នកគឺទិសខាងលិចលោកអ្នកដែលកើតឆ្នាំទាំង3នេះសូមធ្វើចិត្តឲ្យសប្បាយរីករាយហើយគិតនៅរឿងដែលវិជ្ជមាននោះលោកអ្នកនឹងទទួលបានផលល្អគួរជាទីពេញចិត្តថ្ងៃនេះផងដែរបើនិយាយអំពីក្បួនហុងស៊ុយគឺជាពេលវេលាល្អជាទីបំផុតដែលលោកអ្នកអាចបំពេញកិច្ចការងារឬមួយក៏លោកអ្នកអាចនិយាយចរចាទំនាក់ទំនងកិច្ចការចំនួនជួញដូរផ្សេងប្រកបទៅដោយរលូនហើយថ្ងៃនេះក៏ជាពេលវេលាដែលលោកអ្នកអាចរុះរើអាចសាងសង់ទីកន្លែងផ្សេងបានដូចគ្នាផងដែរលោកអ្នកទាំងអស់គ្នាជាទីគោរពប្រការដែលប្រយ័ត្ននៅក្នុងថ្ងៃសុក្រទី17នេះលោកអ្នកមិនគួរកាត់សក់កាត់ក្រចកឬមួយក៏ការផ្លាស់ប្ដូរក្បាលដំណេកក្រែដេកឬមួយក៏ការធ្វើនៅអ្វីដែលជាការកាប់គាស់វាមិនល្អទេចំពោះលោកអ្នកនៅក្នុងថ្ងៃនេះលោកអ្នកទាំងអស់គ្នាជាទីគោរពនៅក្នុងថ្ងៃនេះលោកអ្នកដែលកើតឆ្នាំរោងនិងឆ្នាំចសូមមានការប្រុងប្រយ័ត្នពីព្រោះថាតួរាសីនៅក្នុងថ្ងៃសុក្រទី17ខែកក្កដាឆ្នាំ2026នេះតួរាសីលោកអ្នកដែលកើតនៅឆ្នាំរោងហើយនឹងឆ្នាំចគឺត្រូវឆុងដូច្នេះសូមមានការប្រយ័ត្នប្រយែងគ្រប់ជំហានគ្រប់ទម្រង់ជាពិសេសការតមមាត់តមកតមពាក្យសម្ដីហើយនឹងការធ្វើការប្រកបទៅដោយការយកចិត្តទុកដាក់នោះលោកអ្នកនឹងមិនមានបញ្ហាអ្វីទេលោកអ្នកខមមិនលេខសំណាងលេខ435លោកអ្នក share វីដេអូលោកគ្រូដាក់លេខ435រាសីរបស់លោកអ្នកទោះបីជាឆុងក៏ប្រែទៅជាល្អនិងមានលៀបមានសំណាងផងដែរលោកអ្នកទាំងអស់គ្នាដែលបានឃើញនៅវីដេអូនេះគ្រប់គ្នាគួរពាក់អាវពណ៌ប្រផេះហើយគួរតែធ្វើចិត្តឲ្យសប្បាយរីករាយ comment និង share ដាក់លេខ435ទិសល្អរបស់លោកអ្នកគឺទិសខាងលិចលោកអ្នកទាំងអស់គ្នាជាទីគោរពនៅក្នុងខែ7នេះគឺជាខែមួយដែលធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍តានតឹងទាំងមុខចំនួនជួញដូរមុខរបររកស៊ីផ្សេងដូច្នេះខ្ញុំលោកគ្រូមហាជុំខ្ញុំបានរៀបចំនៅយ័ន្តយ៉ាងពិសេសសម្រាប់លោកអ្នកយកទៅដាក់នៅក្នុងផ្ទះយកទៅដាក់នៅកន្លែងលក់ដូររកស៊ីនិងទទួលបានលៀបសំណាងជោគជ័យយ័ន្តនោះគឺគេហៅថាយ័ន្តប្រមូលទ្រព្យយ័ន្តប្រមូលទ្រព្យនេះបងប្អូននេះគឺជាយ័ន្តពពែដែលជាស្ដេចពពែនាំលៀបដែលបងប្អូនយកទៅបិទនៅក្នុងផ្ទះយកទៅដាក់នៅក្នុងផ្ទះបងប្អូននឹងទទួលបានជោគជ័យរីកចម្រើនទាំងការងារលក់ដូររកស៊ីព្រមទាំងធ្វើឲ្យផ្ទះរបស់យើងកាន់តែមានហុងស៊ុយកាន់តែមានអំណាចដេកជះនោះក្រុមគ្រួសាររបស់យើងដែលនៅក្នុងផ្ទះឬមួយក៏ក្រុមហ៊ុនកន្លែងលក់ដូររកស៊ីនឹងទទួលបានផលល្អគួរជាទីពេញចិត្តយ័ន្តពពែនេះជាគូជាមួយនឹងកំរាលស្ដេចយ័ន្តទាំង18មុខបងប្អូននេះគឺជាកម្រាលស្ដេចយ័ន្តទាំង18មុខដែលយើងអាចយកកម្រាលស្ដេចយ័ន្តនេះយកទៅក្រាលពីមុខជំនាញផ្ទះដើម្បីសែនព្រេនឬមួយក៏យើងអាចយកកម្រាលនេះក្រាលនៅមាត់ទ្វារដើម្បីឲ្យយើងគ្រប់គ្នាពេលដែលយើងចេញដំណើរទៅធ្វើការរកស៊ីយើងដើរជន់លើកម្រាលនេះគឺស្មើនឹងមានវត្ថុស័ក្តិសិទ្ធិតាមថែរក្សាយើងកុំឲ្យមានគ្រោះភ័យហើយពេលដែលយើងត្រឡប់មកពីខាងក្រៅយើងជន់នៅលើកម្រាលនេះទៀតយើងបានលាងជំរះនៅរឿងអាក្រក់ចេញពីក្នុងខ្លួនទោះបីសភាវៈអាក្រក់នៅខាងក្រៅប៉ុនប៉ងធ្វើបាបយើងដោយប្រការណាមួយក៏ដោយពេលដែលយើងមកដល់ផ្ទះនោះយើងនឹង
លៀងជំរះនិងស្រូបនៅរឿងអាក្រក់ហើយនឹងផ្ដល់មកវិញនៅធម៌ពលល្អនៅក្នុងផ្ទះរបស់យើងអញ្ចឹងឈុតនេះគឺមានកម្ពូលយន្ត18មុខនិងយន្តស្ដាច់ពពែ2នេះលោកអ្នកយកទៅដាក់លោកអ្នកនឹងលែងព្រួយលែងឆុងលែងសើចលែងចង្រៃលោកអ្នករកស៊ីមានបានកាក់កបលោកអ្នកអាចទំនាក់ទំនងជាវនៅឈុតប្រមូលទ្រព្យនេះបានលោកអ្នកទាំងអស់គ្នាជាទីគោរពលោកអ្នកកុំភ្លេច comment នៅលេខសំណាងលេខ435ហើយលោកអ្នក share វីដេអូលោកគ្រូមហាជុំដាក់លេខ435សូមជូនពរដល់លោកអ្នកទាំងអស់គ្នាមានលៀបមានសំណាងរកស៊ីមានបានជោគជ័យគ្រប់ភារកិច្ច